វិទ្យុបដិវត្តផ្កាឈូកសូមស្វាគមន៍បងប្អូនរួមជាតិខ្មែរជាទីគោរពរាប់អាននាពេលនេះបងប្អូនកំពុងស្ដាប់វិទ្យុបដិវត្តផ្កាឈូកដែលផ្សាយចេញពីទីក្រុងប៉ារីសតាមប្រព័ន្ធអ៊ីនធឺណិតវិទ្យុបដិវត្តផ្កាឈូកជាកម្លាំងចលនាខ្មែរដើម្បីដេញអាណានិគមឈ្លានពានកម្ពុជាកម្ចាត់របបផ្ដាច់ការជនក្បត់ជាតិអាយ៉ងយួនភ្នំពេញទើបយើងកសាងសង្គមសេរីឯករាជ្យប្រជាធិបតេយ្យនាងខ្ញុំទេពបលមីសូមលំអោនកាយវិចារចិត្តដល់ព្រះរតនត្រ័យទាំង3មានព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីសក្ការៈនិងសូមគោរពជម្រាបសួរដល់បងប្អូនជនរួមជាតិជាទីមេត្រីនាងខ្ញុំសូមជូនព័ត៌មានសម្រាប់ការផ្សាយនាថ្ងៃប្រហ័ស10កើតខែអាសត់ឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី2ខែតុលាគ្រិស្តសករាជ2025នាយករដ្ឋមន្ត្រីថៃលោកអាណូទីនបានបើកបង្ហាញគោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាលថ្មីរបស់លោកទៅកាន់សភាជាតិថៃនៅថ្ងៃទី29ខែកញ្ញាឆ្នាំ2025ក្នុងចំណោមគោលនយោបាយថ្មីសំខាន់ទាំងនោះរួមមានការបង្កើនទំនុកចិត្តរបស់ភ្ញៀវទេសចរការបញ្ចប់ដោយសន្តិភាពនៃជម្លោះជាមួយកម្ពុជាការដោះស្រាយសង្គ្រាមពាណិជ្ជកម្មនិងការបង្កើនប្រាក់ចំណូលរបស់ប្រជាជនដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះជាមួយកម្ពុជាគឺមានកម្រិតខ្ពស់ក្នុងបញ្ជីគោលនយោបាយសន្តិសុខដែលរួមមានគោលនយោបាយការបរទេសកម្មការលើកកម្ពស់ទំនុកចិត្តលើប្រទេសថៃក្នុងឆាកអន្តរជាតិនិងដំណោះស្រាយចំពោះភាពចលាចលនិងបញ្ហាសេដ្ឋកិច្ចក្នុងស្រុកនិងខេត្តជាប់ព្រំដែនភាគខាងត្បូងចំពោះវិវាទព្រំដែនរដ្ឋាភិបាលថ្មីបដិញ្ញាដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាតាមមធ្យោបាយសន្តិវិធីដើម្បីធានាសន្តិសុខជូនប្រជាពលរដ្ឋតាមព្រំដែននិងរក្សាអធិបតេយ្យភាពត្រឹមត្រូវរបស់ថៃតាមព្រំដែនអន្តរជាតិដែលកិច្ចការនេះនឹងបន្តតាមរយៈការចរចាការទូតនិងការការពារជាតិដ៏រឹងមាំដើម្បីជួយប្រជាជនទប់ទល់នឹងតម្លៃនៃការរស់នៅលោកអនុទាននិយាយថារដ្ឋាភិបាលរបស់លោកនឹងបង្កើនប្រាក់ចំណូលកាត់បន្ថយការចំណាយនិងដោះស្រាយបញ្ហាបំណុលជាដើមលើបញ្ហាសង្គមវិញរដ្ឋាភិបាលនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាបអំពើពុករលួយរួមនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទរក្សានីតិរដ្ឋនិងការពារសាសនាចំណែកនៅក្នុងតំបន់ដែលមានគ្រោះមហន្តរាយធម្មជាតិនិងបញ្ហាបរិស្ថានរដ្ឋាភិបាលនឹងបង្កើតប្រព័ន្ធប្រកាសអាសន្នពីគ្រោះមហន្តរាយនៅក្នុងតំបន់ហានិភ័យនិងបង្កើនល្បឿនការផ្តល់សំណងនិងការស្ដារនីតិសម្បទាដល់ជនរងគ្រោះជាមួយគ្នានោះលោកអនុទីនបានសន្យាថានឹងគាំទ្រការធ្វើប្រជាមតិសាធារណៈលើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលជាបំណងប្រាថ្នាចម្បងមួយរបស់គណៈបកប្រជាជននាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃរូបនេះបានបញ្ជាក់ប្រាប់សភាថារដ្ឋាភិបាលរបស់លោកជារដ្ឋាភិបាលសម្លេងភាគតិចនិងដឹកនាំប្រទេសក្នុងរយៈពេលកំណត់មួយត្រឹមតែ4ខែនិងមិនមានព្រៀងថវិកាជាតិនោះទេនាយករដ្ឋមន្ត្រីថៃលោកអនុទីនបាននិយាយថារដ្ឋាភិបាលបណ្ដោះអាសន្ននេះមានកាតព្វកិច្ចជួសជុលការខូចខាតដែលបន្សល់ទុកដោយរដ្ឋាភិបាលចាស់ដឹកនាំដោយគណៈបកភឿថៃរបស់លោកស្រីផែថងឋានស៊ីនវត្តនាយករដ្ឋមន្ត្រីដែលត្រូវបានដកហូតតំណែងដោយតុលាការធម្មនុញ្ញលោកអនុទីនបានឆ្លើយតបទៅកាន់សមាជិកសភាមកពីគណៈបកភឿថៃម្នាក់ដែលបានចោទប្រកាន់រដ្ឋបាលថ្មីដឹកនាំដោយគណៈបកភូមិใจថៃថាគ្មានសមត្ថភាពនិងមិនស្មោះត្រង់ក្នុងការដោះស្រាយបញ្ហារបស់ប្រទេសក្នុងអំឡុងពេលជជែកពិភាក្សាអំពីគោលនយោបាយរបស់រដ្ឋាភិបាលថ្មីនៅថ្ងៃច័ន្ទទី29ខែកញ្ញាឆ្នាំ2025គណៈបកភឿថៃក៏បានរិះគន់លោកអនុទីនពីការប្រើប្រាស់អាណត្តិរយៈពេល4ខែដែលបានសន្យាជាមួយគណៈបកប្រជាជនដើម្បីជាប្រយោជន៍សម្រាប់ការបោះឆ្នោតជាជាងការបំពេញការបដិញ្ញាចិត្តក្រោមអនុសារណៈនៃកិច្ចព្រមព្រៀង MOA
សូមជម្រាបជូនថាលោកអាណូទីនអាយុ59ឆ្នាំបានឡើងកាន់តំណែងនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃដោយសារតែទទួលបានការគាំទ្រពីសមាជិកសភាភាគច្រើនរបស់គណៈបកប្រជាជននាយករដ្ឋមន្ត្រីទី32របស់ប្រទេសថៃរូបនេះបានយល់ព្រមតាមលក្ខខណ្ឌរបស់គណៈបកប្រជាជនថានឹងដឹកនាំប្រទេសថៃត្រឹមរយៈពេល4ខែប៉ុណ្ណោះរាប់ចាប់ពីថ្ងៃដែលលោកប្រកាសពីគោលនយោបាយរបស់រដ្ឋាភិបាលថ្មីនេះតទៅបន្ទាប់ពីនោះលោកត្រូវតែរំលាយសភាចោលនិងរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីលោកអាណូទីនត្រូវបានគាំទ្រឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសថៃក្រោយលោកស្រីផែថងឋានដែលជាកូនស្រីពៅរបស់លោកថាក់ស៊ីនស៊ីណាវ៉ាត់អតីតនាយករដ្ឋមន្ត្រីថៃត្រូវបានតុលាការធម្មនុញ្ញដកហូតតំណែងនៅថ្ងៃទី29ខែសីហាឆ្នាំ2025ក្នុងសំណុំរឿងបែកធ្លាយការសន្ទនាជាមួយលោកហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានការពារការសម្រេចអញ្ជើញលោកត្រាំឲ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្រោយលោកមហាធាជំទាស់នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមបានការពារនៅការផ្លាស់ប្ដូររបស់លោកដើម្បីអញ្ជើញប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំឲ្យចូលរួមកិច្ចប្រជុំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាននៅខែតុលាខាងមុខបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកមហាធាម៉ូហាម៉េតបានជំរុញឲ្យរដ្ឋាភិបាលដកការអញ្ជើញនេះទទូចឲ្យលុបចោលការអញ្ជើញលោកត្រាំដោយសារតែសហរដ្ឋអាមេរិកគាំទ្រសកម្មភាពរបស់អ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់មជ្ឈិមបូព៌ាយុទ្ធនាការយោធាជាបន្តបន្ទាប់របស់អ៊ីស្រាអែលបានធ្វើឲ្យប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់បានស្លាប់និងជំនឿខ្លួនជាច្រើនអ្នកទៀតដែលបង្កឲ្យមានការថ្កោលទោសនិងការព្រួយបារម្ភពីអន្តរជាតិសម្ពាធអន្តរជាតិបានកើនឡើងលើអ៊ីស្រាអែលនាពេលថ្មីៗនេះបន្ទាប់ពីបារាំងបានចូលរួមជាមួយចក្រភពអង់គ្លេសកាណាដាអូស្ត្រាលីនិងប៉ូទុយហ្គាល់ព្រមទាំងប្រទេសជាង140ផ្សេងទៀតនៅក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការដើម្បីដោះស្រាយចំនួនរ៉ាំរ៉ៃនៅមជ្ឈិមបូព៌ាប៉ុន្តែអ៊ីស្រាអែលនិងអាមេរិកបានជំទាស់ដំណោះស្រាយរដ្ឋពីរនេះដោយលើកឡើងថាវាជាការផ្ដល់រង្វាន់ដល់ក្រុមហាម៉ាស់ហើយនិយាយថាខ្លួនមានមធ្យោបាយផ្សេងដើម្បីបញ្ចប់សង្គ្រាមនៅក្នុងសារជាវីដេអូបង្ហោះលើបណ្ដាញផ្សព្វផ្សាយសង្គមនៅថ្ងៃទី27ខែកញ្ញាម្សិលមិញលោកមហាធានិយាយថាប្រទេសអាមេរិកបានគាំទ្រអ៊ីស្រាអែលទាំងលុយកាក់អាវុធនិងជំនួយយោធាដើម្បីបន្តការកាប់សម្លាប់ជនជាតិប៉ាឡេស្ទីនលោកបានអំពាវនាវឲ្យលោកអាន់វ៉ាដកការអញ្ជើញលោកត្រាំពីកិច្ចប្រជុំកំពូលអាស៊ានដោយនិយាយថាប្រធានាធិបតីសហរដ្ឋអាមេរិកបានគាំទ្រដោយបើកចំហនិងអនុញ្ញាតឲ្យមានឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលអ៊ីស្រាអែលបានប្រព្រឹត្តនាពេលថ្មីៗនេះលើប្រជាជនប៉ាឡេស្ទីនប៉ុន្តែលោកអាន់វ៉ាបានការពារការផ្លាស់ប្ដូរដើម្បីអញ្ជើញលោកត្រាំឲ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ានដោយនិយាយថាម៉ាឡេស៊ីនឹងប្រើប្រាស់ការប្រមូលផ្ដុំក្នុងតំបន់នេះដើម្បីបន្តបញ្ចេញការព្រួយបារម្ភលើប្រជាជនប៉ាឡេស្ទីនរួមទាំងស្ថានភាពនៅតំបន់ហ្គាហ្សាលោកបានថ្លែងដូចនេះនៅក្នុងព្រឹត្តិការណ៍មួយនៅរដ្ឋសាបាកាលពីថ្ងៃទី27ខែកញ្ញាលោកអាន់វ៉ាដែលតំណាងឲ្យម៉ាឡេស៊ីជាប្រធានអាស៊ានបច្ចុប្បន្នបានប្រកាសកាលពីថ្ងៃទី31ខែកក្កដាថាលោកត្រាំនឹងចូលរួមកិច្ចប្រជុំថ្នាក់តំបន់ដែលគ្រោងធ្វើពីថ្ងៃទី26ដល់ថ្ងៃទី28ខែតុលានៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីលោកបាននិយាយថាលោកត្រាំបានបញ្ជាក់ពីការចូលរួមរបស់លោករួចហើយអំឡុងពេលនិយាយគ្នាតាមទូរស័ព្ទលោកអាន់វ៉ាបាននិយាយថាម៉ាឡេស៊ីដែលមិនមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលបាននិយាយមិនសំចៃមាត់នៅក្នុងការការពារប៉ាឡេស្ទីននិងកាហ្សាលោកថាម៉ាឡេស៊ីមានសេរីភាពនៅក្នុងការនិយាយដោយសារតែប្រទេសឯករាជ្យនិងមានសេចក្តីថ្លៃថ្នូរប៉ុន្តែទន្ទឹមគ្នាម៉ាឡេស៊ីត្រូវរក្សាទំនាក់ទំនងការទូតដើម្បីបង្កើតមិត្តនិងប្រើប្រាស់ទំនាក់ទំនងនេះដើម្បីដោះស្រាយបញ្ហាលោកថានោះហើយជាមូលហេតុដែលការចរចាមានសារៈសំខាន់សម្លេងរបស់ម៉ាឡេស៊ីនឹងតែងតែគាំទ្រការពិតនិងយុត្តិធម៌ប៉ុន្តែក្នុងលក្ខណៈដ៏ឆ្លៀសវៃនិងយុទ្ធសាស្ត្រម្យ៉ាងវិញទៀតលោកថាការអំពាវនាវឲ្យផ្ដាច់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកគឺជាការមើលរំលងផលប្រយោជន៍សេដ្ឋកិច្ចរបស់ម៉ាឡេស៊ីជាពិសេសលើការនាំចេញផ្នែកបច្ចេកវិទ្យា
ម៉ាឡេស៊ីក៏ជាប្រទេសនាំចេញបន្ទះឈីបទៅកាន់សហរដ្ឋអាមេរិកដែរហើយមានប្រជាជនម៉ាឡេស៊ីរាប់ម៉ឺននាក់ដែលធ្វើការងារនៅក្នុងវិស័យនេះដូច្នេះប្រសិនបើបដិសេធទំនាក់ទំនងទាំងស្រុងជាមួយអាមេរិកម៉ាឡេស៊ីនឹងរងទុក្ខលោកបានបន្ថែមថាម៉ាឡេស៊ីរាក់ទាក់ទាំងមហាអំណាចអាមេរិកនិងចិនដែលគូបញ្ជាក់ថាកាលពីប៉ុន្មានខែមុនប្រធានាធិបតីចិនលោកស៊ីជីនពីងបានមកបំពេញទស្សនកិច្ចហើយខែក្រោយលោកត្រាំនឹងមកវិញម្ដងប្រទេសតូចតាចមិនច្រើនទេដែលទទួលបានការទទួលស្គាល់បែបនេះដែលជាការបង្ហាញថាពិភពលោកគោរពប្រទេសម៉ាឡេស៊ីលោកអាន់វ៉ាបាននិយាយកាលពីខែសីហាថាលោកស៊ីនិងលោកត្រាំស្ថិតក្នុងចំណោមមេដឹកនាំពិភពលោកយ៉ាងតិច4រូបដែលរំពឹងទុកថានឹងមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលលោកបានពណ៌នាថាជាការជួបជុំដ៏ធំនិងល្បីល្បាញបំផុតរបស់ប្លុកនេះនៃមេដឹកនាំពិភពលោករហូតមកដល់បច្ចុប្បន្នរដ្ឋមន្ត្រីការបរទេសរុស្ស៊ីថារុស្ស៊ីគ្មានបំណងវាយប្រហាររដ្ឋអឺរ៉ុបឬក៏ NATO ទេរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយថាប្រទេសរបស់លោកមិនមានចេតនាវាយប្រហាររដ្ឋសហភាពអឺរ៉ុបហៅកាត់ថា EU ឬក៏រដ្ឋសមាជិកអង្គការសន្ធិសញ្ញាអាត្លង់តិកខាងជើងហៅកាត់ថា NATO ទេប៉ុន្តែបានព្រមានអំពីការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការឈ្លានពានណាមួយដែលសម្ដៅទៅលើទីក្រុងមូស្គូនៅក្នុងសន្ទរកថាថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី27ខែកញ្ញាលោកឡាវរ៉ូដែលកាន់តំណែងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីអស់រយៈពេល20ឆ្នាំមកហើយនោះបាននិយាយថាការគម្រាមកំហែងប្រឆាំងនឹងប្រទេសរុស្ស៊ីដោយបណ្ដាប្រទេសលោកខាងលិចកំពុងកើនឡើងកាន់តែខ្លាំងលោកថាការចាត់ប្រកាន់ថាបានរៀបចំផែនការវាយប្រហារលើសម្ព័ន្ធភាពយោធា NATO និងសហភាពអឺរ៉ុបកំពុងក្លាយជារឿងធម្មតាកាន់តែខ្លាំងលោកឡាវរ៉ូថារុស្ស៊ីមិនដែលនឹងមិនមានបំណងបែបនេះទេប៉ុន្តែការឈ្លានពានណាមួយប្រឆាំងនឹងប្រទេសរបស់ខ្ញុំនឹងត្រូវបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ជាមួយគ្នានោះរុស្ស៊ីបានបដិសេធចំពោះការបំពានដោយយន្តហោះ drone គ្មានមនុស្សបើកលើប្រលានយន្តហោះរបស់ប្រទេសដាណាម៉ាកបន្ទាប់ពីដាណាម៉ាកបាននិយាយថា drone បានហោះពីលើប្រលានយន្តហោះរបស់ខ្លួនប៉ុន្តែពុំមានភស្តុតាងបង្ហាញថាហេតុការណ៍នេះជាប់ពាក់ព័ន្ធនឹងរុស្ស៊ីទេការបដិសេធរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីធ្វើឡើងក្រោយអេស្តូនីបានចោទប្រកាន់រុស្ស៊ីថាបានរំលោភលើដែនអាកាសរបស់ខ្លួនជាមួយនឹងយន្តហោះចម្បាំងខណៈប៉ូឡូញវិញក៏បានរាយការណ៍ពីការបំពានដែនអាកាសរបស់ខ្លួនដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីដែររហូតបង្ខំឲ្យសមាជិក NATO ចូលជួយនៅក្នុងបេសកកម្មការពារដែនអាកាសដោយបានបាញ់ទម្លាក់វងយន្តហោះទាំងនោះនាពេលថ្មីៗនេះការបំពានដែនអាកាសជាបន្តបន្ទាប់នេះបានជំរុញឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បើកភ្លើងខៀវឲ្យប្រទេសសមាជិក NATO បាញ់ទម្លាក់យន្តហោះរុស្ស៊ីនៅក្នុងដែនអាកាសរបស់ពួកគេជាមួយគ្នានោះ NATO ខ្លួនឯងផ្ទាល់បានព្រមានថាខ្លួននឹងប្រើប្រាស់ជំរើសចាំបាច់ទាំងយោធានិងមិនមែនយោធាដើម្បីការពារខ្លួនបន្ទាប់ពីការលុកលុយនាពេលថ្មីនេះមនុស្សស្លាប់ដោយសារតែព្យុះវាយប្រហារនៅវៀតណាមកើនឡើងដល់54នាក់និងបង្កការខាតបង់ជាទឹកប្រាក់ចំនួន$232លានអាមេរិកព្យុះទីហ្វុងប៊ូឡយដែលជាព្យុះទី10វាយប្រហារនៅភាគកណ្ដាលនិងភាគខាងជើងប្រទេសវៀតណាមកាលពីដើមសប្តាហ៍នេះបានបណ្ដាលឲ្យមនុស្ស54នាក់បានស្លាប់ឬក៏បាត់ខ្លួននិងបង្កឲ្យមានការខាតបង់បើតាមការសន្និដ្ឋានថាចំនួន$332លានអាមេរិកភ្លៀងធ្លាក់ខ្លាំងការបាក់ដីនិងទឹកជំនន់ភ្លាមព្រមទាំងខ្យល់បក់ខ្លាំងដែលបង្កដោយព្យុះនេះបានវាយលុកខេត្តក្រុងចំនួន18នៅក្នុងប្រទេសវៀតណាមនៅក្នុងនោះការខូចខាតផ្ទះសម្បែងមានសភាពធ្ងន់ធ្ងរដោយផ្ទះចំនួន153ខ្នងត្រូវបានបំផ្លាញនិងជាង154,000ខ្នងរងការខូចខាតឬក៏របើកដំបូលនៅក្នុងខេត្តហាទិញតែមួយមានផ្ទះជិត94,000 ខ្នងបានរងការខូចខាតខណៈនៅង៉ាអានមានជាង50,000 ខ្នងទឹកជំនន់បានជន់លិចឬក៏បំផ្លាញដំណាំស្រូវនិងដំណាំជិត49,000 ហិកតានៅភាគកណ្ដាលហាទិញនិងថាញ់ហើរួមជាមួយនឹងរដ្ឋធានីហាណូយរាយការណ៍ពីការខាតបង់កសិកម្មដ៏ធ្ងន់ធ្ងរបំផុត
កសិដ្ឋានវារីវប្បកម្មចំនួន 13,000 ហិកតាត្រូវបានខូចខាតដែលភាគច្រើននៅក្នុងខេត្តង៉ែអាននិងថាញ់ហើចំណែកបណ្ដាញអគ្គិសនីក៏រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដែរដោយបង្គោលភ្លើងចំនួន 8,292 ដើមត្រូវបានដួលរលំជាពិសេសនៅក្នុងខេត្តថាញ់ហើង៉ែអាននិងហាទិញនៅក្នុងនោះជិត 2.7 សែនគ្រួសារបានបាត់បង់អគ្គិសនីក៏ត្រឹមរសៀលថ្ងៃពុធម្សិលមិញហើយការផ្គត់ផ្គង់ត្រូវបានស្ដារឡើងវិញប្រហែលជា 1.9 សែនគ្រួសារជាមួយគ្នានោះទូរគមនាគមន៍ក៏រងទុក្ខដែរដោយឃុំចំនួន 268 ត្រូវបានកាត់ផ្ដាច់ពីបណ្ដាញបញ្ជូនទិន្នន័យរបស់រដ្ឋាភិបាលរីឯដើមឈើតាមដងផ្លូវជាង 63,000 ដើមត្រូវបានដួលរលំទាំងឫសជាពិសេសនៅតំបន់កណ្ដាលខេត្តថាញ់ហើង៉ែអាននិងខ្វាងទ្រីវិទ្យុបដិវត្តការជួបជាវិទ្យុឯករាជ្យរបស់ប្រិយមិត្តខ្មែរគ្រប់និន្នាការនយោបាយនៅលើពិភពលោកមានបាវចនាអន្តងព្រលឹងខ្មែរនិងដាស់ស្មារតីខ្មែរឲ្យភ្ញាក់រលឹកសញ្ជឹងគិតដល់សាមគ្គីភាពនៃបុព្វបុរសយើងក្នុងការរក្សាកេរដំណែលវប្បធម៌និងអរិយធម៌ដ៏បវរទុកជាជំហរឲ្យយើងនាំគ្នាយកមកធ្វើការអនុវត្តដើម្បីរំដោះដណ្ដើមឯករាជ្យពីគ្រប់អាណានិគមនិយមបរទេសបំបត្តិរបបផ្ដាច់ការបញ្ចប់របបរាជានិយមសក្តិភូមិបញ្ចប់វត្តមានលទ្ធិកុម្មុយនីសនៅកម្ពុជាតាមរយៈផែនការយុទ្ធសាស្ត្រនិងយុទ្ធវិធីនៃក្រមប្រឹក្សាជាតិអន្តរកាលក្នុងគោលដៅសម្រេចលទ្ធិប្រជាធិបតេយ្យសេរីនិយមពិតប្រាកដឲ្យបានសហរដ្ឋអាមេរិកផ្ដល់ឲ្យអ៊ុយក្រែននៅការស៊ើបការសម្ងាត់លើគោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពលចម្ងាយឆ្ងាយនៅក្នុងប្រទេសរុស្ស៊ីមន្ត្រីពីររូបបាននិយាយនៅថ្ងៃពុធទី 1 ខែតុលាឆ្នាំ 2025 ថាសហរដ្ឋអាមេរិកនឹងផ្ដល់ឲ្យអ៊ុយក្រែននៅការស៊ើបការសម្ងាត់លើគោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពលរយៈចម្ងាយឆ្ងាយនៅក្នុងប្រទេសរុស្ស៊ីខណៈដែលខ្លួនថ្លឹងថ្លែងថាតើត្រូវបញ្ជូនមីស៊ីលឲ្យទីក្រុងគីវដែលអាចប្រើប្រាស់នៅក្នុងការវាយប្រហារបែបនេះដែរឬក៏ទេមន្ត្រីអាមេរិកបាននិយាយថាសហរដ្ឋអាមេរិកក៏កំពុងស្នើឲ្យសម្ព័ន្ធមិត្តនៃអង្គការសន្ធិសញ្ញាអាត្លង់តិកខាងជើងហៅកាត់ថា NATO ផ្ដល់ការគាំទ្រស្រដៀងគ្នានេះផងដែរការផ្ដល់ឲ្យអ៊ុយក្រែននៅការស៊ើបការសម្ងាត់លើគោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពលរយៈចម្ងាយឆ្ងាយនៅក្នុងប្រទេសរុស្ស៊ីនិងបង្កភាពកាន់តែងាយស្រួលសម្រាប់អ៊ុយក្រែននៅក្នុងការវិលុកលើហេដ្ឋារចនាសម្ព័ន្ធដូចជារោងចក្រចម្រាញ់ប្រេងបំពង់បង្ហូរប្រេងនិងរោងចក្រថាមពលនៅក្នុងគោលបំណងកាត់ផ្ដាច់ចំណូលនិងប្រេងរបស់វិមានក្រំឡាំងដែលជាប្រភពដ៏ធំដែលរុស្ស៊ីយកទៅគាំទ្រដល់ការធ្វើសង្គ្រាមឈ្លានពានរបស់ខ្លួនរយៈពេលជាង3ឆ្នាំកន្លងមកនេះទន្ទឹមគ្នាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននឹងកំពុងតែដាក់សម្ពាធលើបណ្ដាប្រទេសនៅអឺរ៉ុបឲ្យបញ្ឈប់ការទិញប្រេងពីរុស្ស៊ីជាថ្នូរនឹងកិច្ចព្រមព្រៀងរបស់លោកនៅក្នុងការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងលើទីក្រុងមូស្គូនៅក្នុងគោលបំណងបិទគប់ប្រភពចំណូលចម្បងរបស់រុស្ស៊ីសហរដ្ឋអាមេរិកក៏បានពិចារណាផងដែរនៅសំណើរបស់អ៊ុយក្រែនដើម្បីទទួលបានមីស៊ីល Tomahawk ដែលបាញ់បានចម្ងាយ 2,500 គីឡូម៉ែត្រពលគឺអាចបាញ់ដល់ទីក្រុងមូស្គូរបស់រុស្ស៊ីប្រសិនបើវាត្រូវបានបាញ់ចេញពីប្រទេសអ៊ុយក្រែនលោក Vitalina Bensai ឯកអគ្គរដ្ឋទូតរុស្ស៊ីនៅអង្គការសហប្រជាជាតិ
បាននិយាយកាលពីថ្ងៃពុធនៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានដកស្រង់សម្ដីរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ថាប្រសិនបើសហរដ្ឋអាមេរិកសម្រេចចិត្តផ្គត់ផ្គង់ឲ្យអ៊ុយក្រែនជាមួយនឹងមីស៊ីល Tomahawk វានឹងមិនផ្លាស់ប្ដូរស្ថានភាពនៅលើសមរភូមិនោះឡើយសូមជម្រាបជូនថាកាលពីពេលថ្មីនេះលោក Donald Trump បានបង្ហោះលើបណ្ដាញសង្គមនៅថ្ងៃទី23 ខែកញ្ញាឆ្នាំ2025ថាអ៊ុយក្រែនអាចទទួលជ័យជំនះដណ្ដើមយកទឹកដីទាំងអស់ដែលបាត់បង់ទៅរុស្ស៊ីតាំងពីសង្គ្រាមឈ្លានពានចាប់ផ្ដើមលោកត្រាំបានលើកឡើងដូចនេះភ្លាមបន្ទាប់ពីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុង New York សហរដ្ឋអាមេរិកលោកត្រាំថាអ៊ុយក្រែនអាចទទួលបានព្រំដែនដើមរបស់ខ្លួនដែលបាត់បង់តាំងពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្ដើមដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់អឺរ៉ុបនិងជាពិសេស NATO ដោយសារតែសម្ពាធលើសេដ្ឋកិច្ចរបស់រុស្ស៊ីលោកត្រាំបានបន្តថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រទេសរុស្ស៊ីកំពុងតែមានបញ្ហាសេដ្ឋកិច្ចដ៏ធំហើយនេះជាឱកាសសម្រាប់អ៊ុយក្រែនដើម្បីធ្វើសកម្មភាពកាន់តែខ្លាំងមិនតែប៉ុណ្ណោះលោកត្រាំបានហៅរុស្ស៊ីថាជាខ្លាចក្រដាសនេះជាការផ្លាស់ប្ដូរដ៏សំខាន់នៃវោហារសារបស់លោកត្រាំនៅក្នុងសង្គ្រាមអ៊ុយក្រែនព្រោះពីមុនលោកបានស្នើឲ្យអ៊ុយក្រែនកាត់ទឹកដីមួយចំនួនឲ្យទៅរុស្ស៊ីដើម្បីជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាពក៏ប៉ុន្តែលោក Zelensky បានបដិសេធលោកត្រាំបាននិយាយដែរថាជំហររបស់លោកបានផ្លាស់ប្ដូរបន្ទាប់ពីបានស្គាល់និងយល់ច្បាស់អំពីស្ថានភាពយោធានិងសេដ្ឋកិច្ចអ៊ុយក្រែននិងរុស្ស៊ីថៃពង្រីកវិធានការសន្តិសុខក្នុងស្រុកចំនួន20នៅព្រំដែនភាគខាងត្បូងរយៈពេលចំនួន1ឆ្នាំប្រទេសថៃបានពង្រីកវិធានការសន្តិសុខនៅក្នុងស្រុកស្ថិតនៅព្រំដែនភាគខាងត្បូងប្រទេសចំនួន20រយៈពេល1ឆ្នាំដើម្បីរក្សាស្ថិរភាពនិងការពារសហគមន៍មូលដ្ឋាននៅក្នុងកិច្ចប្រជុំនៅថ្ងៃទី30ខែកញ្ញាម្សិលមិញក្រោមវត្តមាននាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកអនុទានច័ន្ទវីរគុលគណៈរដ្ឋមន្ត្រីបានអនុម័តសំណើបញ្ជាការប្រតិបត្តិសន្តិសុខផ្ទៃក្នុងដើម្បីបន្តការប្រកាសតំបន់សន្តិសុខផ្ទៃក្នុងនៅក្នុងស្រុកចំនួន20ភាគខាងត្បូងសម្រាប់រយៈពេល1ឆ្នាំចាប់ពីថ្ងៃទី1ខែតុលាឆ្នាំ2025នេះដល់ថ្ងៃទី30ខែកញ្ញាឆ្នាំ2026វិធានការនេះជាតម្រូវការបន្តដើម្បីការពារភាពចលាចលនិងការពារសហគមន៍វិធានការនេះអនុញ្ញាតឲ្យអាជ្ញាធររដ្ឋអាចគ្រប់គ្រងតំបន់នេះឲ្យមានប្រសិទ្ធភាពនិងធានាបាននូវការការពារអ្នករស់នៅប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតបើតាមការចុះផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃទី1ខែតុលានេះឲ្យដឹងថាស្រុកទាំងនោះស្ថិតនៅក្នុងខេត្តនារាធិវត្តន៍ប៉ាតានីយ៉ាឡានិងសង្ខ្លាខេត្តនារាធិវត្តន៍ប៉ាតានីយ៉ាឡានិងផ្នែកខ្លះនៃខេត្តសង្ខ្លានិងផ្នែកភាគឦសាននៃប្រទេសម៉ាឡេស៊ីគឺកេឡានតាន់ត្រូវបានសៀមដណ្ដើមកាន់កាប់នៅក្នុងឆ្នាំ1785ហើយត្រូវបានគ្រប់គ្រងដោយប្រទេសថៃចាប់តាំងពីពេលនោះរហូតដល់បច្ចុប្បន្នលើកលែងតែខេត្តកេឡានតាន់របស់ប្រទេសម៉ាឡេស៊ីប៉ុណ្ណោះក្រោយមកចលនាបះបោរផ្ដាច់ខ្លួនដើម្បីដណ្ដើមយកខេត្តទាំង3រួមទាំងផ្នែកខ្លះនៃខេត្តសង្ខ្លាបានចាប់ផ្ដើមផ្ទុះឡើងនៅឆ្នាំ1948អំពើហិង្សាបានប្រែក្លាយកាន់តែស្មុគស្មាញនិងកាន់តែខ្លាំងឡើងចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ2000ដោយក្រុមជួញដូរគ្រឿងញៀនបណ្ដាញរថពន្ធប្រេងនិងការវាយឆ្មក់របស់ពួកចៅសមុទ្ររដ្ឋាភិបាលថៃជាច្រើនចំនួនមកហើយរួមទាំងរដ្ឋាភិបាលយោធាផងដែរនៅតែមិនអាចបំបែកភាពអសន្តិសុខរ៉ាំរ៉ៃនៅក្នុងខេត្តទាំងនោះបានទាំងស្រុងឡើយអំពើហិង្សាបំបែកខ្លួនកម្រិតទាបនៅតែបន្តកើតមានជាហូរហែរួមមានការបំផ្ទុះគ្រាប់បែកនិងការបាញ់ប្រហារជាដើមបានកើតឡើងនៅក្នុងខេត្តទាំងនេះមានករណីបាក់ស្រុតដីមួយកន្លែងទៀតហើយនៅក្នុងទីក្រុងបាងកកប្រទេសថៃដីនៅជាប់ផ្លូវឆារឿនក្រុងចិត្តអាជ្ញាធរអគ្គិសនីនៅក្នុងទីក្រុងបាងកកប្រទេសថៃស្រាប់តែបាក់ស្រុតនៅព្រឹកថ្ងៃពុធទី1ខែតុលាឆ្នាំ2025យោងតាមការចុះផ្សាយដោយសារព័ត៌មានថៃបាងកកប៉ុស្តិ៍នៅថ្ងៃទី1ខែតុលាឲ្យដឹងថាការស្រុតដីនេះបានកើតឡើងនៅម៉ោងប្រហែលជា10ព្រឹកដែលបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពនិងការរំខាននៃការធ្វើចរាចរណ៍
នៅក្នុងតំបន់ដ៏មមាញឹកឆ្លើយតបនឹងករណីស្រុតដីនេះក្រុមជួយសង្គ្រោះមកពីមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ឆៅរឿងក្រុងនិងភ្នាក់ងារផ្សេងទៀតបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកាត់ហេតុដើម្បីវិតម្លៃការខូចខាតអនុវត្តវិធានការត្រួតពិនិត្យចរាចរណ៍និងបង្ការគ្រោះថ្នាក់បន្ថែមទៀតមន្ត្រីបានរកឃើញរណ្ដៅដីក្រោមផ្លូវបេតុងជម្រៅប្រមាណ 1 ទៅ 2 ម៉ែត្រចំណែកផ្នែកដែលស្រុតមានបណ្ដោយប្រវែង 26 ម៉ែត្រទទឹង 9 ម៉ែត្រនិងជញ្ជាំងរបងឯកជនប្រវែង 20 ម៉ែត្របានរងការខូចខាតចំពោះការធ្វើចរាចរណ៍នៅមុខការិយាល័យអាជ្ញាធរអគ្គិសនីត្រូវបានបិទមួយផ្នែកមូលហេតុនៃការស្រុតដីនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយដោយការិយាល័យខណ្ឌបានសម្របសម្រួលជាមួយអាជ្ញាធរអគ្គិសនីដើម្បីស៊ើបអង្កេតមូលហេតុដោយសារតំបន់នេះស្ថិតនៅក្នុងគម្រោងសាងសង់បំពង់ក្រោមដីដែលគ្រប់គ្រងដោយអាជ្ញាធរអគ្គិសនីក្រុងភាគីពាក់ព័ន្ធកំពុងសហការគ្នាដើម្បីរៀបចំផែនការនិងអនុវត្តការងារជួសជុលនិងវិធានការដោះស្រាយនេះជាការស្រុតដីមួយកន្លែងទៀតនៅក្នុងទីក្រុងបាងកកប្រទេសថៃបន្ទាប់ពីការស្រុតដីនៅលើផ្លូវសាមសែននៅក្នុងទីក្រុងបាងកកដែរកាលពីថ្ងៃទី24ខែកញ្ញាដែលបន្សល់ទុកនៅរណ្ដៅដ៏ធំមិនទាន់ជួសជុលរួចរាល់នៅឡើយនោះទេព្យុះថ្មីមួយទៀតកំពុងតម្រង់ទៅប្រទេសហ្វីលីពីនហើយអាចវិវត្តទៅជាព្យុះទីហ្វុងបោះពុយទៅកាន់ប្រទេសចិនព្យុះត្រូពិចម៉ាត់ម៉ូបានខិតមកកាន់តែជិតប្រទេសហ្វីលីពីននៅថ្ងៃប្រហ័សទី2ខែតុលាឆ្នាំ2025ហើយត្រូវបានគេរំពឹងថានឹងបង្កើនកម្លាំងកាន់តែខ្លាំងវិវត្តខ្លួនក្លាយជាព្យុះទីហ្វុងដែលអាចគំរាមកំហែងដល់តំបន់ភាគខាងត្បូងនៃប្រទេសចិននៅសប្តាហ៍នេះប្រហែល1សប្តាហ៍បន្ទាប់ពីតំបន់នេះត្រូវបានវាយលុកដោយរ៉ាកាសាដែលជាព្យុះខ្លាំងបំផុតមួយបានវាយប្រហារតំបន់អាស៊ីនៅក្នុងរយៈពេលជាច្រើនឆ្នាំម៉ាត់ម៉ូដែលមានកម្លាំងខ្យល់អតិបរមា65គីឡូម៉ែត្រក្នុង1ម៉ោងត្រូវបានព្យាករណ៍ថានឹងផ្លាស់ទីពីខាងលិចទៅទិសពាយ័ព្យឆ្ពោះទៅកាន់តំបន់លូស៊ូនដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ប្រទេសហ្វីលីពីននៅក្នុងល្បឿនប្រហែល22គីឡូម៉ែត្រនៅក្នុង1ម៉ោងនេះបើតាមក្រុមសង្កេតការណ៍របស់ហុងកុងនៅព្រឹកថ្ងៃប្រហ័សទីភ្នាក់ងារអាកាសធាតុហ្វីលីពីនបាននិយាយថាព្យុះនេះអាចធ្វើដំណើរមកដល់ខេត្តអ៊ីសាបេឡាភាគខាងត្បូងឬក៏ខេត្តអារ៉ូរ៉ាភាគខាងជើងនៅថ្ងៃសុក្រហើយត្រូវបានគេរំពឹងថានឹងឆ្លងកាត់ភាគខាងជើងលូស៊ូនទីភ្នាក់ងារនេះបានព្រមានពីហានិភ័យកម្រិតមធ្យមនៃការកើនឡើងយ៉ាងឆាប់រហ័សរបស់ព្យុះដែលគំរាមកំហែងដល់អាយុជីវិតនៅក្នុងរយៈពេល36ម៉ោងបន្ទាប់នៅតំបន់ទំនាបមួយចំនួនយោងតាមការព្យាករណ៍របស់ក្រុមសង្កេតការណ៍ហុងកុងព្យុះម៉ាត់ម៉ូនឹងបក់ចូលសមុទ្រចិនខាងត្បូងបន្ទាប់ពីវាយប្រហារប្រទេសហ្វីលីពីននិងបង្កើនឥទ្ធិពលកាន់តែខ្លាំងទៅជាព្យុះទីហ្វុងដែលនាំមកនូវខ្យល់និងភ្លៀងធ្លាក់ដល់មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីនៅចុងសប្តាហ៍ព្យុះនេះត្រូវបានគេរំពឹងថានឹងវាយលុកតំបន់ឆ្នេរនៃខេត្តខ្វាងតុងប្រទេសចិននៅថ្ងៃអាទិត្យមុនពេលផ្លាស់ទីទៅកាន់ភាគពាយ័ព្យចូលទៅក្នុងតំបន់ហ្គាងស៊ីហើយវានឹងរលាយរូបរាងនៅជុំវិញខេត្តយូណានភាគនិរតីនៃប្រទេសចិននាសប្តាហ៍ក្រោយកូនខ្មែរនៅប្រងហើយដល់ណាពេលរៀនដល់ហើយអរកូនខ្មែរនៅប្រងហើយដល់ណាព្រោះជាតិខេមរាត្រូវការរូបអ្នកទៀតហើយព្រោះជាតិខេមរាត្រូវការរូបអ្នកទៀតហើយអោគុលបុត្រនៅតាអ្នកភ្លេចហើយឬពុំសាវតាយើងត្រូវតែរួមគ្នាកសាងខេមរាឲ្យបានគង់វិញឡើង
កន្តើមិនដេចឡើយជាតិនឹងកាពេលលាដល់ហើយបើយើងកន្តើមិនដេចឡើយជាតិនឹងកាសៅដាយើងរឹងរឿងអង្គកានខានដោយជាតិយើងសាមគ្គីសៅដាយើងរងរឿងអង្គកានខានដោយជាតិយើងសាមគ្គីកុំមើលបំណាំគ្នាយើងត្រូវការពារពូជពងជាតិសាសនាក្រោកឡើងខែមរាចិត្តឆ្ងាយរួមគ្នាកសាងជាតិជាថ្មីนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมัทธุรัตนตยัสสะខ្ញុំព្រះករណម្ចាស់សូមលើកកំបងកងអញ្ជលីគោរពនិងនមស្ការចំពោះប្រជុំ3នៃបត្រៃរតន៍គឺពុទ្ធរតនៈ1 កៅគឺព្រះពុទ្ធធម្មរតនៈ1 កៅគឺព្រះធម៌និងសង្ឃរតនៈ1 កៅគឺព្រះសង្ឃដោយសេចក្តីគិរវៈជ្រះថ្លារោកេជេវន្តរាយាចៈឧបនាជេឧបតិវាពុទ្ធាពិអានុភាវេនៈដោយអានុភាពនៃការគោរពតាំងបទនមស្ការដ៏សង្ខេបបែបបទខ្លីមកខាងលើមានគុណព្រះពុទ្ធគុណព្រះធម៌និងគុណព្រះអរិយសង្ឃជាប្រធានសូមរតនៈ3យ៉ាងខាងលើនេះជួយការពារនិងបញ្ជៀសបង់នរលឧបទ្រពឧបវន្តរាយការលក្ខណីទាំងឡាយបើទោះជាទុកតូចក្តីធំក្តីដែលបំរុងនឹងកើតមានឬក៏កើតមានហើយទៅដល់សន្តានបតីទឹកចិត្តរបស់បកណាគុណម្ចាស់ញោមញាតពុទ្ធបរិស័ទសាទសប្បុរសប្រុសស្រីសម័យផ្ដើមទានប្រធាននៃគេឋានតលនិងញោមញាតពុទ្ធបរិស័ទសាទសប្បុរសប្រុសស្រីដែលត្រូវជាញាតមិត្តសាច់សាលហិតភូមិផងរបងជាមួយទាំងចិត្តទាំងឆ្ងាយដែលបានគោរពនឹងយាងអញ្ជើញចូលរួមព្រះសណ្ដាប់នៅព្រះសទ្ធម្មវិសេសទេសនានាវេលាឱកាសរាត្រីនេះទាំងអស់សូមឲ្យសេចក្តីទុក្ខសោករោគនិងភ័យទាំងអំបាលមាននោះវិនិច្ឆ័យបាត់បង់ជាអន្តរធានចាប់តាំងអំពីពេលនេះតរៀងទៅអេតោបរੰមយ៉ាងធម្មទេសនੰទេសិសាមិទីតីអំពីការគោរពបទនមស្ការដ៏សង្ខេបបែបបទខ្លីមកខាងលើប៉ុណ្ណេះក៏នឹងតម្រូវនឹងត្រូវដល់ធរវេលាដែលខ្ញុំបកណាអាត្មានិងអរតនីឬលើកយកនៅពធដែលជាពុទ្ធអាវាទនិងពុទ្ធបញ្ញត្តិរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូជាអង្គម្ចាស់នៃយើងមកសម្ដែងចែកជូនញាតិញោមពុទ្ធបរិស័ទសាទសប្បុរសប្រុសស្រីទាំងអស់ដែលមានវត្តមាននៅក្នុងទីនេះនិងកណាលោកម្ចាស់គ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទទាំងក្នុង
នឹងក្រៅប្រទេសដែលតែងតែតាមដានស្ដាប់និងទស្សនាខ្ញុំកណាអាត្មាភាពតាមរយៈវិទ្យុក្តីតាមរយៈខ្សែអត្ថក្តីចឹងទេគឺញាតិញោមពុទ្ធបរិស័ទសាធុស័ព្ទបរោះប្រុសស្រីទាំងអស់ថ្ងៃនេះគឺញាតិញោមបានដឹងដំណឹងឮនិងជ្រាបគ្រប់គ្នាថានៅក្នុងសង្គមក្រុមគ្រួសារបុត្រធីតាប្រុសស្រីរបស់លោកញោមឧបាសកមហាបាសកទូចបុណ្យជាប្រធានដែលថ្ងៃនេះគឺទាំងបុត្រវសាទាំងបុត្របង្កើតទាំងចៅវសាចៅបង្កើតរបស់ឧបាសករបស់ជីតារបស់ឪពុកមានទុកជាទម្ងន់ដែលទុកនេះគឺយើងអាចនិយាយបានសម្រាប់ពុទ្ធជនយើងថាជាទុកមួយដែលធំបំផុតដែលយើងគ្រប់គ្នាជាពុទ្ធជនឥតមានបុគ្គលណាមួយចង់ជួបប្រសពនឹងសេចក្តីទុកនេះទេញាតិញោមទុកនេះរកទុកអ្វីប្រៀបស្មើនឹងទុកថ្ងៃនេះអត់បានទេមានតែទុកថ្ងៃនេះទេដែលជាទុកធំបំផុតសម្រាប់ពុទ្ធជនរបស់យើងទុកដែលយើងបែកបាក់ព្រាត់ប្រាសបងប្អូនកូនចៅទៅរស់នៅឯស្រុកស្ងាយក៏មិនដល់ទុកថ្ងៃនេះដែរទុកលែងលះប្តីប្រពន្ធក៏មិនទុកដល់ថ្ងៃនេះដែរទុកជាពាក់លុយគេក៏មិនទុកដល់ថ្ងៃនេះដែរទុកអ្វីដតីទុកឃ្លានទុកអត់ទុកស្រេកទុកព្រាត់ប្រាសបែកឃ្លាតចាកឆ្ងាយពីផ្ទះសម្បែងពីស្រុកភូមិក៏មិនធ្ងន់ដល់ទុកថ្ងៃនេះដែរទុកថ្ងៃនេះយើងជាពុទ្ធជនឲ្យឈ្មោះថាជាទុកធំដែលយើងគ្រប់គ្នាមិនចង់នឹងជួបប្រសពមិនចង់នឹងជួបប្រទះឲ្យកើតឡើងទេប៉ុន្តែយើងមិនអាចនឹងកែច្នៃនៅសភាវៈនេះទៅបានពីព្រោះនេះជាសភាវៈពិតញាតិញោមនេះជាសភាវៈពិតដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងថាយើងគ្រប់គ្នាបើមានជាតិគឺការកើតមកហើយយើងមិនអាចនឹងកែច្នៃពីនេះឲ្យខុសទៅបានដែរឲ្យខុសពីនេះទៅបានទេកាលបើកើតមកតែងតែមានការចាស់ទ្រុឌទ្រោមទៅជាធម្មតាបើមានចាស់តែងតែមានឈឺហើយបើមានឈឺតែងតែមានការស្លាប់បែកបាក់ព្រាត់ប្រាសនិរិះទៅវិញជាធម្មតាចឹងហើយបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងថាកុំឲ្យសត្វលោកយើងមាននៅសេចក្តីប្រាថ្នាបើអត់ចង់ជួបទុក្ខធំដូចថ្ងៃនេះគួរគប្បីសត្វលោកទាំងអស់កុំប្រាថ្នាអីញាតិញោមគឺកុំប្រាថ្នាកើតនឹងណាញាតិញោមអាកើតនឹងហើយដែលនាំឲ្យមានសេចក្តីទុក្ខនៅនាវេលាឱកាសថ្ងៃនេះនាំឲ្យមាននៅសេចក្តីទុក្ខនាវេលាឱកាសរាត្រីថ្ងៃនេះបើយើងកុំតែមានសេចក្តីប្រាថ្នាចង់កើតបើយើងមិនមានសេចក្តីប្រាថ្នាចង់ជួបបើយើងមិនមានសេចក្តីប្រាថ្នាចង់បាននេះចង់បាននោះក៏អត់មានទុក្ខថ្ងៃនឹងដែរព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងប្ររពសម័យព្រះអំពីសេចក្តីទុក្ខនេះហើយព្រះអង្គប្រៀបធៀបគឺលើករឿងព្រះនាងវិសាខាមកនិយាយមកនិទានដើម្បីពន្យល់បរិស័ទទាំងអស់ក្នុងការនោះព្រះនាងវិសាខាបានទៅស្ដាប់ពធនៅឯវត្តចេតពុនក្នុងចំណោមបរិស័ទទាំងអស់អង្គុយក្នុងចំណោមស្ត្រីជាច្រើនហើយពេលស្ដាប់ពធចប់សុំសិលចប់ព្រះនាងវិសាខាបានសាកសួរស្ត្រីទាំងអស់ដែលនៅក្បែរជុំវិញខ្លួនហ្នឹងសួរស្ត្រីដែលមិនទាន់មានប្តីតើហេតុអីបានជានាងក្រមុំត្រូវមកសុំសិលស្ត្រីទាំងនោះឆ្លើយថាបានជាខ្ញុំមកសុំសិលពីព្រោះខ្ញុំប្រាថ្នាចង់បានប្តីហ្នឹងឲ្យវាបានឆាប់ដល់តែសួរស្ត្រីទាំងឡាយដែលមានប្តីហើយតើហេតុអីបានជាអ្នកទាំងអស់គ្នាត្រូវមកសុំសិលមកធ្វើបន់ថាខ្ញុំមកសុំសិលពីព្រោះប្រាថ្នាចង់បានកូនហើយបើបានកូនសុំប្រាថ្នាឲ្យបានកូនប្រុសមុនគេហើយនាងវិសាខាសួរអ្នកដែលមានកូនទៅទៀតតើហេតុអីបានជាអ្នកត្រូវមកសុំសិលអ្នកដែលមានកូនហើយមានប្តីមានកូនហើយថាខ្ញុំមកសុំសិលពីព្រោះមិនចង់ឲ្យមានប្តីមានស្រីរួមប្តីញាតិញោមតន់យល់ទៅណាចាំអธิบายដល់តែសួរស្ត្រីដែលមានកូនហើយថាមិនចង់សុំសិលហ្នឹងគឺចង់មិនឲ្យប្តីហ្នឹងមានស្ត្រីរួមប្តីសួរអ្នកអត់កូនតែចង់សួរអ្នកអត់ប្តីតែចង់បានប្តីសួរអ្នកអត់កូនតែចង់បានកូនសួរអ្នកមានកូនតែចង់ឲ្យប្តីហ្នឹងស្មោះត្រង់នឹងខ្លួនហើយដល់តែសួរអ្នកដែលមានកូនហើយអ្នកមានប្តីស្មោះត្រង់ហើយចាស់ចំណាស់ញាតិញោមពុទ្ធបរិស័ទសួរតើហេតុអីចាំបាច់ត្រូវមកសុំសិលអ្នកខ្លះឆ្លើយថាពីព្រោះខ្ញុំប្រាថ្នាសម្បត្តិទេវលោកចង់ទៅកើតនៅឋានលើព្រះនាងវិសាខានាំពាក្យទាំងអស់នេះនឹងអាត្មាបញ្ជាក់រឿងដើមហេតុដែលនាំឲ្យកើតទុកហ្នឹងណាញាតិញោមតើវាកើតឡើងដោយសារអីដូចតែកើតទុកថ្ងៃហ្នឹងអញ្ចឹងបានព្រះនាងវិសាខានាំពាក្យស្ត្រីទាំងអស់ទៅក្រាបទូលព្រះដ៏មានពភៈផន្តេភគវាបពិតព្រះអង្គដ៏ចម្រើន
ស្ត្រីទាំងអស់ដែលនៅជុំវិញខ្លួនខ្ញុំព្រះអង្គគឺមានសេចក្តីប្រាថ្នារៀងខ្លួនហើយព្រះសម្មាសម្ពុទ្ធសួរថាមនាលឧបាសិកាតើស្ត្រីនៅជុំវិញឧបាសិកាប្រាថ្នាយ៉ាងដូចម្ដេចខ្លះព្រះនាងវិសាខាបានលើកឡើងថាផន្តេភគវីបបិទ្ធព្រះអង្គដ៏ចម្រើនស្ត្រីដែលនៅជុំវិញខ្លួនខ្ញុំព្រះអង្គគឺសុទ្ធតែប្រាថ្នានៅធម៌ដ៏លាមកព្រះនាងវិសាខាថាអញ្ចឹងណាសុទ្ធតែប្រាថ្នានៅធម៌ដ៏លាមកហើយព្រះសួរទៀតតើប្រាថ្នាយ៉ាងម៉េចទៅទើបឲ្យឈ្មោះថាជាការប្រាថ្នាដ៏លាមកព្រះនាងវិសាខាបានបញ្ជាក់ថាខ្ញុំព្រះអង្គបានសួរស្ត្រីដែលមិនទាន់មានប្តីតើហេតុអីបានជាត្រូវមកសុំសិលលះបង់ពេលវេលាមកសុំសិលមកស្ដាប់ពធព្រះអង្គបាននាងទាំងនោះឆ្លើយថាពីព្រោះនាងចង់បានស្វាមីដ៏ល្អចង់បានស្វាមីប្រកបដោយធម៌ចង់បានស្វាមីឆាប់ហើយអ្នកនាងប្រាប់ទៀតថាខ្ញុំសួរអ្នកដែលមានស្វាមីហើយអ្នកដែលមានស្វាមីហើយប្រាប់ថានាងចង់បានបុត្រសួរអ្នកដែលមានបុត្រហើយនាងប្រាប់ថានាងមិនចង់មានស្ត្រីរួមប្តីពាក្យថាស្ត្រីរួមប្តីមានន័យថាមិនចង់ឲ្យប្តីនឹងទៅរកប្រពន្ធមកថែមទៀតបើយើងរស់នៅតែជាមួយស្មោះមួយនឹងមួយរវាងប្តីនិងប្រពន្ធនោះគេមិនឲ្យឈ្មោះថាស្ត្រីរួមប្តីទេតែបើស្ត្រីរួមប្តីគឺចាប់ពី2 3នាក់ឡើងទៅហើយយើងសពថ្ងៃមានទេញាតិញោមបែបប្រហែលមានទេឧទាហរណ៍តែប្តីមួយប្រពន្ធ2ប្រពន្ធ3នោះណាធ្លាប់មានទេញាតិញោមមានចេះអត់ទេគ្រាន់តែតិចវាមិនសូវច្រើនអញ្ចឹងអ្នកដែលមានកូនហើយនឹងប្រាថ្នាអញ្ចឹងប្រាថ្នាថាមកស្ដាប់ធម៌ដើម្បីធ្វើបុណ្យសន្សំកុសលទៅកើតជាតិណាកុំឲ្យជួបប្តីនឹងមានស្ត្រីរួមប្តីហើយអ្នកដែលមានប្តីស្មោះត្រង់ហើយមានកូនប្រកបដោយធម៌ហើយប្រាថ្នាតែសូមឲ្យខ្ញុំស្លាប់ពីបច្ចុប្បន្ននេះទៅអនាគតជាតិសូមឲ្យខ្ញុំនឹងឯងបានទៅកើតសោយសម្បត្តិទឹកនៅក្នុងឋានទេវលោកបានព្រះសម្មាសម្ពុទ្ធអំភបែបតាក់ខ្សែមីក្រូហ្នឹងអំភ1 2 3អំភចឹងតទៅទៀតណាញាតិញោមមិញហ្នឹងដល់ណាហើយទេបាត់ធေါ်អស់ហើយញាតិញោមដល់ពេលដែលអ្នកដែលមានកូនហើយមានស្វាមីហើយប្រាថ្នាតែសូមឲ្យខ្ញុំព្រះអង្គកើតជាតិណាស្លាប់ពីបច្ចុប្បន្នទៅអនាគតជាតិសោយសម្បត្តិទឹកនៅក្នុងឋានទេវលោកពីព្រោះឮសូរព្រះពុទ្ធទ្រង់ត្រាស់ប្រកាសសម្ដែងថាសម្បត្តិទេវលោកនេះវាខ្ពស់ជាងសម្បត្តិមនុស្សអញ្ចឹងចង់ឲ្យរួចផុតពីសម្បត្តិមនុស្សទៅសោយសម្បត្តិទឹកនៅក្នុងស្ថានទេវលោកទើបព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងថាយថាតណ្ដេនគោបាឡោគាវោបាយជេនតេកុចរាំងអេវੰជរិចមាចុចាយងបាយជេនតិបានិណੰញាតិញោមធ្លាប់ឮប្រសង់លោកសោតគ្រប់វត្តធរហ្នឹងណាញាតិញោមធ្លាប់ឮគ្រប់គ្នាមិនអញ្ចឹងហើយញាតិញោមធ្លាប់ឮអត់ញោមធ្លាប់ឮសូរធរហ្នឹងព្រះសង្ឃគ្រប់ព្រះអង្គគ្រប់វត្តលោកអាសាសោតព្រះសម្មាសម្ពុទ្ធក្រោយពីស្ដាប់ពាក្យរបស់នាងវិសាខាហើយព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងថាយថាតណ្ដេនគោបាឡោគាវោបាយជេនតេកុចរាំងអេវੰជរិចមាចុចាយងបាយជេនតិបានិណੰមនាលឧបាសិកាគង្វាលគោគៀងគោដោយអាជ្ញាគឺដំបងឬរំពាត់យ៉ាងណាមិញជារាគឺសេចក្តីត្រុតត្រោមក្រំគ្រានិងមច្ចរាជគឺសេចក្តីស្លាប់ក៏គៀងទៅនៅអាយុជីវិតរបស់សត្វទាំងឡាយទំពាស៊ីនៅអាយុជីវិតរបស់សត្វទាំងឡាយរៀងរូវរបស់សត្វទាំងឡាយក៏យ៉ាងដូច្នោះដែរញាតិញោមពិចារណាមើលអ្នកគង្វាលគោអ្នកបរទេសសត្វគោដែលអូសរទេសទីធ្វើដំណើរពីទីនេះទៅកាន់ទីគោចរផ្សេងពេលដែលធ្វើដំណើរពីទីគោលដៅពីទីនេះទៅកាន់ទីគោលដៅទៅកាន់ទីគោចរឧទាហរណ៍តែដី100គីឡូធ្វើដំណើរបានចាប់ផ្ដើមធ្វើដំណើរឈានជើងចេញពីទីកន្លែងពេលដែលចេញពីកន្លែងដើមដើម្បីឆ្ពោះទៅកាន់ទីគោលដៅពេលដែលឈានជើងចេញហើយធ្វើដំណើរចេញទៅហើយអត់អាចត្រឡប់មកក្រោយវិញបានទេទោះបីជានឿយហត់ហេវអស់កម្លាំងយ៉ាងណាក៏អត់អាចត្រឡប់ថយក្រោយវិញបានដែរម្ចាស់នឹងចេះតែវាយទៅឈានជើងមួយជំហានម្ដងមួយជំហានម្ដងរហូតគៀកនឹងដល់ទីគោចរយ៉ាងណាយូរបំផុតយូរទៅនឹងដល់ទីគោចរជាក់ជាប្រកបនឹងដល់ទីគោចរជាក់ជាប្រកបណាញាតិញោមអញ្ចឹងទេគឺមកប្រៀបធៀបនឹង
ប្រៀបធៀបនឹងជីវិតរបស់យើងគ្រប់គ្នាវិញពេលដែលយើងបានកើតមកហើយប្រៀបហាក់បីដូចជាគោដែលធ្វើដំណើរនឹងអញ្ចឹងញាតិញោមបើកើតមកហើយអត់អាចត្រឡប់ថយក្រោយវិញបានទេទោះបីជាមិនចង់ឬចង់យ៉ាងណាក៏មិនអាចត្រឡប់ថយក្រោយវិញបានដែរគឺដាច់ខាតត្រូវតែទៅមុខហើយញាតិញោមនៅតែទៅមុខគង់តែនឹងដល់គ្រាន់តែយូរនឹងឆាប់វែងនឹងខ្លីមុននឹងក្រោយតែប៉ុណ្ណោះគឺមុននឹងក្រោយយូរនឹងឆាប់នឹងត្រូវដល់ទីគោលដៅគឺសេចក្តីស្លាប់នឹងគ្រប់គ្នាដូចគ្នាទាំងអស់ញាតិញោមក៏ទៅស្លាប់គេក៏ទៅស្លាប់យើងក៏ទៅស្លាប់ផ្ទះយើងក៏ស្លាប់ផ្ទះគេក៏ស្លាប់ភូមិយើងក៏ស្លាប់ភូមិគេក៏ស្លាប់ឃុំយើងក៏ស្លាប់ឃុំគេក៏តែមានស្លាប់ស្រុកយើងក៏មានស្លាប់ស្រុកគេក៏មានស្លាប់ប្រទេសយើងក៏តែមានស្លាប់ប្រទេសគេក៏តែមានស្លាប់អាត្មាក៏ស្លាប់ញោមក៏ស្លាប់ដូចគ្នាទាំងអស់យូរនឹងឆាប់នឹងដល់ទីគោលដៅនឹងដូចគ្នាអញ្ចឹងដូចជាឧបាសកទូចបុណ្យជាប្រធានឥឡូវនេះលោកតាទូចបុណ្យគាត់មានបច្ចុប្បន្នរហូតដល់ទៅ94ឆ្នាំចិត្តតែ100ឆ្នាំញាតិញោមប៉ុន្តែទោះបច្ចុប្បន្នរបស់គាត់រស់បានប្រមាណក៏ក្នុងតែនឹងដល់ទីគោលដៅដូចថ្ងៃហ្នឹងអញ្ចឹងញាតិញោមមកតែនឹងស្លាប់អញ្ចឹងញាតិញោមក៏ដូចគ្នាអញ្ចឹងគ្រាន់តែយូរនឹងឆាប់ចុងក្រោយនឹងដល់ទីគោលដៅដូចជាគោដែលធ្វើដំណើរទោះចង់ទៅមុខឬក៏មិនចង់ទៅមុខដាច់ខាតគឺត្រូវតែទៅដល់ទីគោលដៅនឹងឯងគ្រាន់តែយូរនឹងឆាប់មុននឹងក្រោយវែងនឹងខ្លីតែប៉ុណ្ណោះតោះនេះញាតិញោមប្រៀបធៀបអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គប្រៀបធៀបមួយទៀតឲ្យយើងគ្រប់គ្នាយល់ឲ្យភ្ញាក់រលឹកពិចារណាបើយើងខ្លាចសេចក្តីស្លាប់តលតែយើងកុំប្រាថ្នាកើតបើប្រខ្លាចនៅការព្រាត់ប្រាសបែកបាក់តលតែយើងកុំប្រាថ្នាការជួបជុំបើយើងខ្លាចស្លាប់យើងប្រាថ្នាកើតនៅតែស្លាប់បើយើងខ្លាចនៅការព្រាត់ប្រាសហើយយើងប្រាថ្នាការជួបជុំគឺនៅតែមានការព្រាត់ប្រាសព្រះសម្មាសម្ពុទ្ធព្រះអង្គលើកឧទាហរណ៍មួយទៀតថាយើងធ្វើដំណើរទៅដល់កណ្ដាលព្រៃធ្វើដំណើរទៅដល់ពាក់កណ្ដាលព្រៃយើងវង្វេងផ្លូវមិនដឹងដើរទៅណាទេកណ្ដាលយប់នឹងវែងផ្លូវទៅណាក៏មិនដឹងទៅណាចេះតែដើរចុះដើរឡើងធ្លាក់ចូលដងជ្រៅមួយហើយធ្លាក់ចូលក្នុងដងជ្រៅនឹងដោយបានឧទាហរណ៍ថាធ្លាក់ចូលក្នុងដងជ្រៅនឹងហើយយើងបានខ្សែមួយធំសម្រាប់ខ្សែពួរឬក៏ខ្សែវ៉ាមួយសម្រាប់តោងជាប់អត់ធ្លាក់ទៅដល់ក្រោមទេហើយយើងចង់សវ៉ាដើម្បីឈោងឡើងមកដល់មាត់អណ្ដូងវិញបើចុះទៅក្រោមក្រពើនៅចាំយើងនៅក្រោមហើយបើយើងឡើងមកលើខ្លានៅចាំយើងនៅលើក៏ហឹមចាំយើងនៅលើនេះហើយសួរញាតិញោមបន្តិចបើសិនជារឿងនេះធ្លាក់មកដល់ខ្លួនយើងគ្រប់គ្នាតើយើងត្រូវធ្លាក់ទៅចុះទៅក្រោមឬក៏នៅលើឬក៏តោងខ្សែនឹងរហូតញាតិញោមស្ដាប់មកតន់ណាញាតិញោមញោមចឹងហើយបាទអាត្មាមិនចង់សំដែងធម៌ជ្រៅហ្នឹងណាចង់ទៅសំដែងធម៌សបាយហ្នឹងប៉ុន្តែប៉ុនយើងថ្ងៃនេះវាមិនត្រូវរឿងសបាយបានតែគុណភក្តីយល់តាមហេតុផលតាមពេលវេលាពេលណាដែលយើងត្រូវសំដែងធម៌អីហើយដល់សំដែងធម៌រៀងពិបាកស្ដាប់បន្តិចញាតិញោមមើលទៅដូចរៀងល្ងួយងើបអោនណាយាយមើលផ្ចង់ចិត្តតិចមើលញាតិញោមផ្ចង់ចិត្តតិចមើលផ្ចង់អារម្មណ៍ស្ដាប់នឹងពធញាតិញោមយើងអាត្មាទេថ្ងៃនេះទេទាញស្មារតីញាតិញោមឲ្យភ្ញាក់រលឹកគ្រប់គ្នាថាអាការព្រាត់ប្រាសថ្ងៃនេះវាជាសភាវៈពិតសភាវៈពិតនឹងមានគ្រប់គ្នាទាំងអស់អត់មានកើតតែលោកតាញោមប្រុសមហាបាសកទូចបុណ្យថ្ងៃហ្នឹងទេវាកើតមានគ្រប់គ្នាប៉ិនធ្វើយ៉ាងម៉េចយើងរកឫសគល់ដើម្បីលែងឲ្យមាននៅការព្រាត់ប្រាសដូចថ្ងៃហ្នឹងទៀតស្វែងរកឫសគល់វាឲ្យឃើញនោះណាញាតិញោមស្វែងរកដើមហេតុហើយយើងធ្វើយ៉ាងម៉េចបដិបត្តិយ៉ាងម៉េចដើម្បីឲ្យរួចនៅការបែកបាក់ព្រាត់ប្រាសនរាជដូចថ្ងៃហ្នឹងតទៅទៀតចឹងឧទាហរណ៍ដូចជាយើងធ្វើដំណើរទៅដល់កណ្ដាលព្រៃយើងវង្វេងផ្លូវហើយយើងធ្លាក់ចូលក្នុងដងហ្នឹងមានខ្សែវ៉ាមួយសម្រាប់យើងតោងមានផ្លែឈើមានអីនៅហ្នឹងសម្រាប់បេះហូបឧទាហរណ៍ណាហើយបើយើងអត់តោងវ៉ាហ្នឹងទេយើងធ្លាក់ទៅក្រោមក្រពើនៅចាំយើងនៅក្រោមបើយើងសវ៉ាតោងវ៉ាហ្នឹងឡើងមកលើអណ្ដូងខ្លានៅក្រហឹមចាំយើងនៅលើអណ្ដូងហើយសួរញាតិញោមបន្តិចថាបើសិនជារឿងហ្នឹងវាធ្លាក់មកដល់យើងតើយើងត្រូវចុះទៅក្រោមឬឡើងទៅលើឬក៏តោងវ៉ាហ្នឹងរហូតញាតិញោមឡើងលើលោកយាយឡើងលើខ្លាស៊ីណាប៉ុន្តែត្រង់ចំណុចនេះនៅកដាលក៏មិនកើតចុះទៅក្រោមក៏មិនកើតឡើងលើក៏មិនកើតប៉ិនចាំស្ដាប់សិនណាព្រះសម្មាសម្ពុទ្ធព្រះអង្គប្រៀបធៀបថាមនាលអ្នកទាំងឡាយហើយបើយើងតោងវ៉ានៅនឹងរហូតមានផ្លែឈើហូបមែនមានរបស់ហូបផ្លែឈើជាប់នឹងវ៉ានឹងមែនប៉ុន្តែមានកណ្ដុរ2កណ្ដុរខ្មៅ1ស1កកេវ៉ានឹងមួយថ្ងៃបន្តិចថ្ងៃនេះកកោខ្មៅកដោខ្មៅមកកកេវ៉ានឹងស្អែកឡើងកដោសមកកកេវ៉ានឹងទៀតហើយព្រះសម្មាសម្ពុទ្ធប្រៀបធៀបថាអ្នកដែលតោងវ៉ាហ្នឹងគឺបានដល់យើងគ្រប់គ្នា
យើងគ្រប់គ្នាមិនមែនតែអ្នកនងទេព្រះអង្គលើកឧទាហរណ៍រីឯវត្តនេះប្រៀបហាក់បីដូចជាអាយុជីវិតរបស់យើងវត្តដែលតោងហ្នឹងណាញាតិញោមវត្តដែលយើងតោងហ្នឹងប្រៀបហាក់បីដូចជាអាយុជីវិតរបស់យើងប្រៀបហាក់បីដូចជាអាយុជីវិតរបស់យើងអញ្ចឹងរីឯកណ្ដោដែលមកកកេវត្តនោះប្រៀបហាក់បីដូចជាថ្ងៃនិងយប់ថ្ងៃនិងយប់ណាញាតិញោមកដោសនិងកដោខ្មៅហ្នឹងប្រៀបហាក់បីដូចជាថ្ងៃនិងយប់អញ្ចឹងថ្ងៃបើកមកប្រៀបហាក់បីដូចជាកណ្ដោសយប់ងងឹតទៅវិញប្រៀបហាក់បីដូចជាកណ្ដោខ្មៅរីឯខ្លានៅខាងលើប្រៀបហាក់បីដូចជាជាតិដែលនាំឲ្យយើងមានជាតិកំណើតរីឯកពើនៅខាងក្រោមប្រៀបហាក់បីដូចជាមច្ចរាជគឺសេចក្តីស្លាប់ចាំកបាក់យើងជានិច្ចញាតិញោមចាំគៀមយើងជានិច្ចចាំយកយើងជានិច្ចរាល់ថ្ងៃញាតិញោមអញ្ចឹងណាញាតិញោមគេចាំមើលយាយមកលួងលោងយាយតថ្លៃជាមួយយាយរាល់ថ្ងៃហ្នឹងញាតិញោមក៏គេតថ្លៃដែរតិចតិចគេលោបឡើងមកសួរមិនយាយខ្ញុំតែឈឺក្បាលជង្គង់ទេមិនទាន់ទៅទេមច្ចរាជគេសួរយាយមួយទៀតមិនយាយខ្ញុំតែឈឺក្បាលទេសួរយាយមួយទៀតមិនយាយខ្ញុំពងកាពះពោះវៀនហ្នឹងអាលួយច្រើនណាប៉ុន្តែវាមិនទាន់ទៅណាទេមនុស្សខ្លះញាតិញោមបើកម្មហ្នឹងវាអត់ទាន់ផ្ដាច់អត់ទាន់ទៅទេនៅឈឺតោកយ៉ាលំបាកវេទនាកូនចៅអញ្ចឹងហើយអ្នកខ្លះគេអត់ចាំបាច់ប្របាអញ្ចឹងទេបើថាដល់ថ្ងៃគេទៅគឺគេទៅធូរអញ្ចឹងញាតិញោមនេះដោយសារតែកម្មវាអត់ទាន់ផ្ដាច់អត់ទាន់ស្លាប់ទេមនុស្សយើងណាញាតិញោមចឹងអាត្មាប្រៀបធៀបមិននេះបើសិនជាញាតិញោមពុទ្ធបរិស័ទអត់ចង់មានការបែកបាក់ព្រាត់ប្រាសនារីគួរគប្បីញាតិញោមពុទ្ធបរិស័ទកុំប្រាថ្នាកើតបើញាតិញោមប្រាថ្នាកើតនៅតែមានសេចក្តីទុកនៅនាវេលាឱកាសថ្ងៃនេះបើញាតិញោមប្រាថ្នាការជួបជុំនៅតែមានការព្រាត់ប្រាសបើញាតិញោមប្រាថ្នាកូននៅតែមានទុកញាតិញោមប្រាថ្នាចង់បានស្វាមីនៅតែមានទុកញាតិញោមប្រាថ្នាចង់បានទៅកើតនៅសម្បត្តិទេវលោកទេវតាក៏មានសេចក្តីទុកដូចថ្ងៃហ្នឹងចឹងញាតិញោមនៅតែស្លាប់ដូចថ្ងៃហ្នឹងចឹងមច្ចរាជហ្នឹងនៅតែឡើងទៅដល់គ្រាន់តែថាអាយុកាលរបស់គេហ្នឹងវាបានវែងជាងយើងចម្រើនជាងយើងណាញាតិញោមប៉ុន្តែស្លាប់ដូចយើងជាបុថុជនចឹងដែរនៅតែស្លាប់ចឹងគ្មានបុគ្គលណាមួយកិច្ចផុតរត់ឲ្យរួចពីសេចក្តីស្លាប់នេះទៅបានទេនៅតែស្លាប់អញ្ចឹងគ្រាន់តែយូរនឹងឆាប់វែងនឹងខ្លីមុននឹងក្រោយតែប៉ុណ្ណោះចឹងថ្ងៃនេះដូចគ្នាចឹងដែរណាញាតិញោមយើងលះបង់ពេលវេលាដ៏មានតម្លៃកាត់ចិត្តខំមាត់សង្កត់ចិត្តគិតថានេះជាសភាវៈពិតបងវ៉ែការទួញសោកយំសោកខ្សឹកខ្សួលអ៊ុលអាក់មកបងវ៉ែរួបរวมគ្នាសាមគ្គីគ្នាបងប្អូនកូនចៅរបស់យើងពោះតែមួយរបស់ញោមប្រុសឧបាសកទូចបុណ្យជាប្រធានទាំងកូនបកើតទាំងកូនវសាទាំងចៅបង្កើតចៅវសារួបរวมគ្នាសាមគ្គីគ្នាក្នុងការបំពេញបុណ្យធ្វើបុណ្យសន្សំកុសលដើម្បីឧទ្ទិសជូនទៅដល់លោកពីព្រោះការដែលលោកនៅរស់រានមានជីវិតលោកទីពឹងយើងដែលជាកូនចៅប្រុសស្រីយើងទីពឹងគាត់ដែលជាឪពុកយើងទីពឹងគាត់ដែលជាជីតាតែដល់ពេលដែលលោកស្លាប់បាត់បង់ជីវិតហើយគឺលោកទីពឹងយើងវិញម្ដងពេលនេះលោកពឹងយើងណាញាតិញោមកំពុងរងចាំយើងណែមិនដឹងតែគាត់ចោះចាប់បដិសន្ធិនៅកន្លែងណាមួយអត់ដឹងដែរបើបដិសន្ធិនៅក្នុងទីដ៏ខ្ពង់ខ្ពស់ឧត្តមប្រសើរជាការប្រពៃប៉ុន្តែបើអត់បានបដិសន្ធិនៅក្នុងទីខ្ពង់ខ្ពស់ឧត្តមប្រសើរទេបដិសន្ធិនៅក្នុងទីទាបពំរាបស្មើរងចាំយើងដែលជាកូនដែលជាចៅដែលជាសាច់ដែលជាញាតិនឹងហើយដែលជាអ្នកធ្វើបុណ្យសន្សំកុសលឧទ្ទិសជូនទៅហើយមើលទៅអាត្មាទៅមុខទៀតក៏មិនកើតដែរណាញាតិញោមមេក្រូក៏អត់លឺប្រឹងស្រែកយ៉ាងម៉េចក៏អត់ទៅមុខដែរសំឡេងហ្នឹងហើយញាតិញោមក៏ដូចជាស្ដាប់មិនសូវបានដែរមើលទៅហ្នឹងមុខដូចយើងជូគ្រប់តែគ្នាដូចជាងើបអោនដូចមិនសូវស្ងាត់ផងញាតិញោមអាត្មាសំដែងឲ្យបានមកសូទៅកាត់យកតចវត្ថុសប្ថ្ងៃនេះញាតិញោមចាំស្ដាប់តាមវិទ្យុទៀតចុះណាញាតិញោមបាន30នាទីហើយគឺចាក់បានមួយថ្ងៃវិទ្យុផ្សាយ3ប៉ុស្តិ៍ញាតិញោមភ្នំពេញថ្មអ្នកនៅពេញស្ដាប់ប៉ុស្តិ៍91ភ្នំពេញថ្មី FM 91ហើយញាតិញោមអ្នកនៅតកៅស្ដាប់ប៉ុស្តិ៍គោកធ្លកញាតិញោមគោកធ្លកតកៅផ្សាយរាល់ព្រឹកញាតិញោមមកអាត្មាមើលប៉ុស្តិ៍ឲ្យញាតិញោមស្ដាប់ណាហើយទូទស្សន៍ CTN ញាតិញោមក៏អាចមើលបានដែរប៉ុន្តែវាអត់រាល់ថ្ងៃទេបើតែញាតិញោមស្ដាប់វិទ្យុរាល់ថ្ងៃញាតិញោមផ្សាយរាល់ថ្ងៃណាញាតិញោមអ្នកនៅពេញញាតិញោមស្ដាប់ប៉ុស្តិ៍ភ្នំពេញថ្មី FM 91ម៉ោង12 12កន្លះថ្ងៃត្រង់ចាក់រាល់ថ្ងៃណាញាតិញោមភ្នំពេញថ្មី FM 91អ្នកនៅពេញយើងដល់នេះក៏ស្ដាប់ឮដែរមើលទៅមកប៉ោងពេលថ្ងៃម៉ោង12ថ្ងៃត្រង់12 12កន្លះថ្ងៃត្រង់ឯប៉ុស្តិ៍តកៅយើងគោកធ្លកតកៅប៉ុស្តិ៍ 92.5 ណា 92.5 ម៉ោង5កន្លះម៉ោង 6:7 ភ្លឺចាក់រាល់ថ្ងៃគោកធ្លកតកៅ
ឯអ្នកនៅកំពង់ចាមស្ដាប់ប៉ុស 93.25 ម៉ោង 5 កន្លះម៉ោង 6 7 ភ្លឺដែរណាញាតិញោមហើយបើចង់មើលទូរទស្សន៍7 ភ្លឺឡើងម៉ោង 5:20 នាទី CTN ហើយអាស៊ីអាគ្នេយ៍ម៉ោង 4:40 នាទី 7 ភ្លឺដែរស៊ីគ្នេយ៍គេចាក់ថ្មរាល់ថ្ងៃចាក់រាល់ថ្ងៃប៉ុន្តែជួនកាលឃើញយើងជួនកាលឃើញគេប៉ុន្តែគេចាក់រាល់ថ្ងៃចឹងញាតិញោមអាចមើលបានម៉ោង 4:40 នាទី 7 ភ្លឺណាញាតិញោមហើយស្ដាប់វត្ថុរាល់ថ្ងៃញាតិញោមល្អជាងវត្ថុឮច្បាស់សំឡេងអាត្មារាល់ថ្ងៃអត់ដូរសំឡេងទេចឹងគឺសំបានបនបានកសលតាមបនិស័យជ្រះថ្លារៀងៗខ្លួនថ្ងៃនេះគឺមិនបានវែងទេណាញាតិញោមប៉ុណ្ណឹងចោះ